ឥឡូវនេះកូនធំហើយល្មមអាចយល់ដឹងនៅរឿងរ៉ាវរបស់ជីវិតបានបើមិនច្រើនក៏ខ្លះដែរកូនគង់តែបានដឹងហើយថាពុកម្ដាយស្រឡាញ់កូនច្រើនប៉ុណ្ណាកូនប្រៀបបីដូចជាកែវភ្នែកឬក៏ថ្លើមប្រមាត់របស់ម៉ែឪដូច្នោះឯងពុកម្ដាយនឿយហត់ក្នុងកិច្ចការងាររាល់ថ្ងៃនេះកូនក៏ដឹងថាដើម្បីកូនគ្រប់គ្នានឹងឯងបើសម្រាប់តែមាត់ពីរកាពះពីររបស់ពុកម្ដាយទេនោះពុកម្ដាយមិននឿយហត់ដូច្នេះទេដែលពោលមកនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានៅការតបស្នងអ្វីក្រៅទៅពីចង់ឲ្យកូននឹងបានទៅជាមនុស្សល្អនោះឡើយតាមពិតម៉ែឪត្រូវការអ្វីច្រើនយ៉ាងពីកូនមែនគ្រាន់តែនិយាយមិនចេញហាក់ដូចជាទឹកលិចដល់មាត់ចឹងឯងចូលកូនដឹងចុះសូម្បីមេត្តាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើនលើសពីការប្រើប្រាស់ទៅទៀតក៏ដោយតែក៏នៅប្រាថ្នាចង់បានចំនួនចង់បានរបស់ដែលកូនឲ្យដែរទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃប្រៀបនឹងរបស់ដែលឪពុក